សូមជូនរឿងព្រះសិវៈនិងអនន្តកយៈកាលពីព្រេងនាយមានស្ដេចយៈម្នាក់ឈ្មោះអនន្តកៈវាជាយៈដែលមានចិត្តអំនួតនិងសាហាវខូខើបំផុតដើម្បីចង់គ្រងរាជ្យលើចក្រវាលទាំង3អនន្តកៈបានតតាំងសិលបន់ស្រន់យ៉ាងខ្លាំងក្លារហូតដល់ព្រះព្រហ្មយាងចុះមកប្រទានពរជ័យយៈនេះបានសំពោលពិសេសមួយគឺរាល់ពេលដែលដំណក់ឈាមរបស់វាស្រក់ចុះដល់ដីដំណក់ឈាមនីមួយៗត្រូវតែคล้ายជាខ្លួនរបស់វាថ្មីមួយទៀតដែលមានកម្លាំងខ្លាំងនិងអាវុធដូចរូបពេជ្របេះបេះចាប់តាំងពីទទួលបានពោនោះមកអនន្តកយៈបានវាយលុកយកសួរគេលោកដេញពួកទេវតាឲ្យរត់ចិត្តខ្ចាយនិងធ្វើបាបមនុស្សលោកតាមចិត្តចង់ព្រោះគ្មាននរណាម្នាក់ធ្វើឲ្យវាហូរឈាមឡើយដោយភាពឆ្មើងឆ្មៃអនន្តកយៈបាននាំកងទ័ពបិសាចរាប់លាននាក់ធ្វើដំណើរទៅកាន់ភ្នំកៃឡាសដែលជាទីសក្ការៈរបស់ព្រះសិវៈវាបានស្រែកជេរប្រមាថនិងភ្នាល់រកការប្រយុទ្ធជាមួយព្រះអង្គព្រះសិវៈដែលជាព្រាយអាទិទេពនៃសេចក្តីស្លាប់និងការបំផ្លាញទ្រង់មិនអាចអត់ឱនចំពោះការបំពាននេះបានឡើយព្រះអង្គបានយាងចេញមកជាមួយនឹងរូបរាងដ៏គួរឲ្យខ្លាចព្រះកេសរមានព្រះច័ន្ទពាក់កណ្ដាលវង្សព្រះហត្ថកាន់លំពេងត្រីសូរនិងមានពោះវ័នជំវិញព្រះសុរង្សគ្រាន់តែព្រះអង្គបានឮសូរសម្រែកភ្នំទាំងមូលក៏ញ័ររំជួយធ្វើឲ្យកងទ័ពយៈដួលសន្លប់អស់ជាច្រើនព្រះសិវៈបានប្រើលំពេងត្រីសូរវាយប្រហារទៅលើអនន្តកយៈប៉ុន្តែរាល់ពេលដែលត្រីសូរចាក់ទម្លុះសាច់យៈឈាមក្រហមច្រាលបានស្រក់ចុះមកដីដូចទឹកភ្លៀងរំពេចនោះយៈរាប់ពាន់នាក់រាប់ម៉ឺននាក់បានងើបចេញពីដីហុំព័ទ្ធព្រះសិវៈពីគ្រប់ទិសទីទោះបីព្រះសិវៈកាប់សម្លាប់ពួកវាប៉ុណ្ណាក៏ដោយក៏ពួកយៈកាន់តែមានចំនួនច្រើនឡើងរហូតពេញផ្ទៃមេឃឃើញស្ថានភាពមិនស្រួលព្រះសិវៈក៏បានបើកភ្នែកទី3នៅលើថ្ងាសបញ្ចេញកាំរស្មីភ្លើងអាស៊ីតដុតកំទេចពួកកូនចៅយៈទំនឹងនោះព្រះអង្គបានហៅព្រះមេយោកេស្វារីនិងមេដាទាំង7អង្គឲ្យមកជួយព្រះសិវៈបានប្រាប់ទៅព្រះមេថាចូលអ្នកព្រះអណ្ដាតនឹងថាសមាសត្រង់យកឈាមយៈនេះកុំអោយស្រក់ដល់ដីសំបីតែមួយដំណក់ព្រះសិវៈប្រើត្រីសូលចាក់ទម្លុះបេះដូងអនន្តកយៈហើយលើកវាឡើងទៅលើអាកាសព្រះមេយោកេស្វារីបានហោះទៅក្រោមហើយផឹកឈាមដែលហូរចេញពីខ្លួនយៈទាំងអស់មិនអោយប៉ះពាល់ដល់ធូលីដីឡើយអនន្តកយៈដែលធ្លាប់តែមានអំនួតកាលបើគ្មានឈាមស្រក់ដល់ដីវាក៏មិនអាចបង្កើតខ្លួនជាថ្មីបានទៀតដែរកម្លាំងរបស់វាចាប់ផ្ដើមថយចុះរាងកាយរបស់វារួញតូចទៅរហូតដល់វាយល់ឃើញពីកំហុសរបស់ខ្លួននៅពេលដែលវាជិតដាច់ខ្យល់ស្លាប់អនន្តកយៈបានក្រាបថ្វាយបង្គំសុំខមាទោសពីព្រះសិវៈថាអូព្រះម្ចាស់អើយទូលបង្គំយល់ច្បាស់ហើយថាអំណាចដែលកើតពីអំនួតមិនឋិតថេរឡើយសូមព្រះអង្គមេត្តាប្រោះប្រណីដោយឃើញការដឹងខុសពិតប្រាកដព្រះសិវៈមិនបានសម្លាប់វាឡើយប៉ុន្តែបានប្រោសឲ្យវាក្លាយជាភិក្ខុរីដែលជាអ្នកបម្រើដ៏ស្មោះត្រង់នៅភ្នំកៃឡាសជារៀងរហូតទៅរឿងនេះដល់ទីបញ្ចប់ហើយបាទសូមអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់